បទល្មើសបទបង្ហាញកេរ្តិ៍ភេទបទល្មើសបទបង្ហាញកេរ្តិ៍ភេទគឺជាប្រភេទបទល្មើសមធ្យមដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា249ហើយត្រូវបានកំណត់និយមន័យថាអំពើបង្ហាញកេរ្តិ៍ភេទដែលនាំឲ្យអ្នកដទៃមើលឃើញនៅក្នុងទីកន្លែងមួយដែលសាធារណជនអាចមើលឃើញបើផ្អែកទៅលើនិយមន័យខាងលើនេះវិញយើងឃើញថាសញ្ញានៃបទល្មើសនេះគឺសង្កត់ធ្ងន់ទៅលើពាក្យថាកេរ្តិ៍ភេទចំពោះពាក្យថាកេរ្តិ៍ភេទនេះបើយោងទៅតាមក្បួនវិទ្យាសាស្ត្រគឺសំដៅទៅលើប្រដាប់បន្តពូជបុរសនិងប្រដាប់បន្តពូជនារីករណីដែលមានការបង្ហាញនៅប្រដាប់បន្តពូជបុរសនារីនៅតាមទីកន្លែងសាធារណៈឬក៏កន្លែងដែលសាធារណជនអាចមើលឃើញនោះវាជាបទល្មើសបទបង្ហាញកេរ្តិ៍ភេទឧទាហរណ៍លោកបានឃើញនារីម្នាក់ឈរនៅចំណតឡានក្រុងតែម្នាក់ឯងគាត់ក៏ដើរមកជិតនាងហើយក៏បានរូតខោរបស់គាត់បង្ហាញនៅប្រដាប់បន្តពូជរបស់គាត់ឲ្យនារីនោះឃើញក្នុងករណីនេះលោកបានប្រព្រឹត្តនៅបទល្មើសបទបង្ហាញកេរ្តិ៍ភេទចំពោះទោសដែលត្រូវអនុវត្តវិញអនុលោមតាមមាត្រា249នៃក្រមព្រហ្មទណ្ឌបានបញ្ជាក់ថាបទល្មើសបទបង្ហាញកេរ្តិ៍ភេទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ថ្ងៃទៅ3ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅ500,000រៀល